cái tôi cái pơ mà phao nướng cứ vì mình là dụ bảy năm chít bốn năm rồi chẳngสมรรถភាពក្នុងការផលិតកូនរបស់វាគឺចាប់ដើមផ្អាកអញ្ចឹងឯនេះមកបង្ហាញបងប្អូនអំពីតាក់ទិចខ្លះៗក្នុងការផលិតយកកូនកន្ទុយកពើទៅលើដើមកន្ទុយកពើដែលវាមានអាយុច្រើនកត្តាដែលថាវាមិនអាចផលិតកូនបានដោយសារតែឫសរបស់វាចាប់ដើមចាស់អញ្ចឹងវាមានសមត្ថភាពត្រឹមតែស្រូបយកជីជាតិដើម្បីបំពេញដើមអញ្ចឹងបងប្អូនចង់បានកូនបងប្អូនត្រូវធ្វើការកប់ដីនៅជុំវិញនៅត្រឹមនេះចិត្តគល់ចិត្តដើមអញ្ចឹងមុននឹងធ្វើការកប់ដីដំបូងគឺបងប្អូនត្រូវធ្វើការសម្អាតធាងចាស់ដែលបងប្អូនកាត់ទៅបន្សល់ទុកបើបងប្អូនមិនសម្អាតទេនៅពេលដែលកប់ដីអាធាងនឹងឯងវាធ្វើឲ្យលួយដើមអញ្ចឹងនៅពេលដែលបងប្អូនធ្វើការបានស្អាតត្រឹមត្រូវហើយបងប្អូនកប់ដីត្រឹមនេះមួយអាទិត្យក្រោយមកខ្ទុយក្រពើវាចាប់ផ្ដើមបញ្ចេញឫសមកពេញនៅទៅជុំវិញនឹងអស់តែរយៈពេល1ខែបងប្អូនទទួលបានកូនច្រើនបន្ទាប់ពីបងប្អូនពេញដីដូចខ្ញុំបានរៀបរាប់ប្រាប់អញ្ចឹងហើយបងប្អូនរងចាំថា2ខែបងប្អូននឹងឃើញកូនអស់មកពេញច្រើនគួរឲ្យកត់សម្គាល់